toxic គឺជាទម្លាប់ប៉ុន្តែស្ដាប់ឲ្យច្បាស់បងបានប្រាប់ហើយណាបើធ្វើការឬក៏រស់នៅក្បែរមនុស្ស toxic ប៉ុន្តែប្រយ័ត្នបន្តិចពីព្រោះទម្លាប់ toxic នឹងអាចឆ្លងហើយពិបាកកែមនុស្ស toxic យើងកុំនិយាយថាគាត់អាក្រក់ព្រោះបើយើងនិយាយអាក្រក់គាត់អត់សប្បាយចិត្តអញ្ចឹងកុំទៅប៉ះពាល់អារម្មណ៍គាត់យើងគ្រាន់តែដឹងខ្លួនឯងហើយត្រូវចាត់ចែងជាពិសេសពេលវេលារបស់យើងកុំឲ្យគាត់ទាញពេលវេលារបស់យើងបានប៉ុន្តែស្ដាប់ឲ្យច្បាស់ណាក្នុងវ័យប៉ុណ្ណេះ30ឆ្នាំចុះក្នុងនាមជាអ្នកធ្វើការហើយស្រេកឃ្លានភាពរីកចម្រើនបើនៅកន្លែងធ្វើការប៉ុណ្ណេះមានមនុស្ស toxic កុំថាឡើយកូនចៅដូចគ្នាមេក៏ដោយឲ្យតែ toxic វិធីចុងក្រោយដែលល្អបំផុតគឺចេញពីកន្លែងហ្នឹងល្អបំផុតមកគឺចេញបើឧបមាមកកន្លែងហ្នឹងមានមនុស្ស20នាក់រួមទាំងមេផងបូកជាមួយបងឯងផង20នាក់បើបងឯងម្នាក់ឯងមិន toxic ហើយ9 10នាក់ទៀត toxic បងឯងចេញពីកន្លែងហ្នឹងទៅកុំនៅបងឯងនៅកាន់តែយូរបងឯងនឹងបើយើងនិយាយរិស័យស្រុតចុះហ្មងបងមិនមែននិយាយរឿងអបិយជំនឿទេប៉ុន្តែបងនិយាយរឿងទម្លាប់និយាយរឿងការឆ្លងការគិតផ្នត់គំនិតទៅវាឆ្លងគ្នាអ្វីដែលយើងត្រូវធ្វើបងប្រើពាក្យមួយម៉ាត់គឺចាត់ចែងការពារការផ្ដោតរបស់យើងផ្ដោតនឹងវាតាក់ទងអីគេខួរក្បាលបើកាលណាយើងបាត់បង់ការផ្ដោតយើងនឹងបើឧបមាជាបងថាបងបាត់បង់ការផ្ដោតឬក៏ប្អូនបាត់បង់ការផ្ដោតអត់អាចទៅមុខទេបងប៉ុន្តែគ្រាន់តែសាកសម័យថាយើងកំពុងបើកឡានឬក៏ជិះម៉ូតូកាន់ចង្កូតយើងត្រូវផ្ដោតនៅលើផ្លូវរបស់យើងហើយចុះមានរឿងអីកើតឡើងបើយើងជាអ្នកកាន់ចង្កូតនៃជីវិតរបស់យើងហើយយើងបាត់បង់ការផ្ដោតក្រោមឥទ្ធិពលនៃ drama រឿងតិចតួចបញ្ហាតិចតួចក៏ពិតមិនមែនជាបញ្ហាប៉ុន្តែដោយសារយើងវាដូចថាចិត្តនោះវាអន់ពេកវាចូលពេកវាទៅជារឿង drama អាហ្នឹងវាជាទម្លាប់ណាបងស្ដាប់ឲ្យច្បាស់អា drama ហ្នឹងវាជាចរិតមួយរបស់មនុស្ស toxic បងបានប្រាប់ណារឿងតិចតួចទៅជា drama ពេលវេលាមានអត់ព្រមផ្ដោតទៅលើការងារផ្ដោតទៅលើដំណើរនៃជីវិតផ្ដោតទៅលើផ្លូវដែលយើងត្រូវដើរបែរទៅជាផ្ដោតជជែកអំពីរឿងស្នេហាហើយបើមនុស្សស្រីនិយាយពីមនុស្សប្រុសបើមនុស្សប្រុសនិយាយពីមនុស្សស្រីអានឹងបានស្អីមកវិញដូចបងសួរថាស្អីជាតម្លៃណាស្អីបានស្អីមកវិញឥឡូវហ្នឹងដល់ទៅពេលចុងខែបើកប្រាក់ខែមកវាអត់គ្រប់សងគេផងហើយត្រូវការបង់ថ្លៃផ្ទះថ្លៃទឹកភ្លើងហើយបើមានកូនមានអីទៀតត្រូវការថ្លៃទៅដោះគោអីទៅវាពិបាកវាអត់មានរអ៊ូរឿងសេដ្ឋកិច្ចធ្លាក់មែនទេបើយល់ថាសេដ្ឋកិច្ចធ្លាក់គឺត្រូវផ្ដោត 100% ហ្មងទៅលើចង្កូតហ្នឹងត្រូវផ្ដោត 100% មិនអាចប្រហែសបានទេបើពិតជាយល់ថាសេដ្ឋកិច្ចធ្លាក់វាមិនខុសអីពីយើងកំពុងតែបើកឡាននៅក្នុងព្យុះបើយើងដឹងថាឥឡូវនឹងកំពុងមានព្យុះយើងត្រូវតែដាច់ខាតផ្ដោតទៅលើចង្កូតទៅហ្មងផ្ដោតទៅលើផ្លូវមិនមែនចង្កូតទេសំទោសត្រូវមើលផ្លូវហេតុអីបានយើងត្រូវទៅបើសំដួលសួរថាបើផ្ដោត 100% ឯងមិនត្រូវមានពេល toxic វាអត់មានមែនទេមនុស្សដែលមានគោលដៅហើយពិតជាស្រឡាញ់ចង់សម្រេចគោលដៅពិតជាមានការតាំងចិត្តខ្ពស់អត់មានពេល toxic ទេវាមិនដឹងថា toxic ហ្នឹងវាមិនផងកុំច្រឡំបងបញ្ជាក់ toxic មនុស្សមិនចេះ sad ទេចេះអន់ចិត្តចេះកើតទុក្ខតិចតួចប៉ុន្តែកុំឲ្យអាភាពអវិជ្ជមានហ្នឹងអាហ្នឹងគឺជាអារម្មណ៍ភាពអវិជ្ជមាននៃអារម្មណ៍អត់សប្បាយចិត្តភាពអវិជ្ជមាននៃអារម្មណ៍ដូចថាខឹងដូចថាមិនដូចចិត្តអីចឹងកុំឲ្យវានៅយូរពេកតែនៅយូរពេកវាបង្កយូរទៅ toxic អត់ដឹងធ្វើម៉េចបង្ហោះ Facebook drama និយាយ drama យូរទៅខួរក្បាលហ្នឹង
ចាប់ផ្ដើមវីវក់ទៅហើយបងឯងសាកគិតមើលតើវីវក់ហើយទៅធ្វើការស្អីចេញហើយទៅធ្វើការមិនកើតវាច្បាស់ហើយវាអត់មានលុយវាអត់មានអីទៅហូរហែរហូតដល់ធ្លាក់ចូលទៅក្នុងវិបត្តិបំណុលធ្លាក់ចូលទៅក្នុងអីហូរហែទៅចឹងបងអញ្ចឹងដើមចមដោះស្រាយអានេះខួរក្បាលខ្លួនឯងនេះអញ្ចឹងបានបងប្រាប់ថាសុំធ្វើម៉េចការពារការផ្ដោតឲ្យពេលវេលារបស់យើងពេលវេលាហូរចោលរហូតបើយើងមិនប្រើក៏វាត្រូវតែហូរដែរអញ្ចឹងបងឯងឆ្លើយសំណួរបងមើលថាគួរតែរស់នៅក្នុងពិភព drama ពិភព toxic ហ្នឹងឬក៏រស់កាន់ចកូតយើងឲ្យចប់កាន់ចកូតនៃជីវិតឲ្យចប់ហើយប្រឹងបើកទៅមុខ